សួនដើមឈើមួយដើមស្ថិតនៅក្នុងភូមិព្រៃល្វាសង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីជនជាតិជប៉ុនគ្រងនឹងកែលម្អឡើងវិញសម្រាប់ឲ្យប្រជាពលរដ្ឋបានដើរកម្សាន្តនិងហាត់ប្រាណដើម្បីសុខភាពដើម្បីឲ្យគម្រោងនេះលេចចេញជារូបរាងឆាប់ៗនារសៀលនៅថ្ងៃទី13ខែកក្កដាឆ្នាំ2026ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌសង្កាត់ចុះទៅពិនិត្យដោយផ្ទាល់និងបានណែនាំឲ្យកែលម្អទាំងការដាំដើមឈើបន្ថែមនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរឯកឧត្តមខួងស្រេងបានមានប្រសាសន៍លើកឡើងថាទីតាំងខាងលើនេះត្រូវរៀបចំឲ្យបានស្អាតដោយដាំដើមឈើខ្លះត្រូវជ្រើសរើសដាំបន្ថែមនិងចំពោះប្រឡាយទឹកដែលមានស្រាប់ត្រូវលែងត្រីគោរាំងត្រីរាជនិងត្រីមួយចំនួនទៀតបន្ថែមពីនោះផ្លូវចូលដែលអមដោយដើមឈើធំស្រាប់ត្រូវចាក់ផ្លូវបេតុងតតឹង8ម៉ែត្រគម្រោងនេះអាចនឹងរួចរាល់នៅបំណាច់ឆ្នាំ2026ឬដើមឆ្នាំ2027ក្រោយកែលម្អឡើងវិញរួចរាល់រដ្ឋបាលរាជធានីភ្នំពេញនឹងសម្ពោធជាផ្លូវការជូនប្រជាពលរដ្ឋឲ្យបានចូលមកដើរកម្សាន្តនិងហាត់ប្រាណដើម្បីសុខភាពឯកឧត្តមខួងស្រេងក៏បានបញ្ជាក់ថាទីតាំងនេះមានផ្ទៃដីជាង3ហិកតាយើងត្រូវរៀបចំឲ្យមានធុងសម្រាមនិងមានបង់អង្គុយលេងផងដែរគួរបញ្ជាក់រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើខាងលើពីលោកស្រីមីនឈីកូកាន់សាគិភរិយារបស់លោកកូជីកាន់សាគិជាជនជាតិជប៉ុនតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ជូនដោយលោកស្រីមីឈីកូកាន់សាគិនិងរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី31ខែឧសភាឆ្នាំ2022កូជីកាន់សាគិជាស្វាមីរបស់លោកស្រីមីឈីកូកាន់សាគិគាត់ស្រឡាញ់ប្រទេសកម្ពុជាហើយក៏ស្រឡាញ់ធម្មជាតិដែរ